បាទសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់អេពីសូតថ្មីមួយទៀតថ្ងៃនេះខ្ញុំចង់និយាយពីប្រធានបទមួយអំពីអាចកំបាំងរបស់កាមថាច់ហេតុអីបានជាពិភពលោកមិនដែលដឹងពីទីតាំងវេទមន្តរបស់កាមថាច់ហ្នឹងក៏ប៉ុន្តែកាមថាច់មិនមែនត្រឹមតែជាកន្លែងគ្រូមុនអាគមវេទមន្តប៉ុណ្ណោះទេប៉ុន្តែវាគឺជាបន្ទាយដ៏រឹងមាំដែលត្រូវបានលាក់បាំងពីកសែភ្នែកមនុស្សជាតិរាប់ទសវត្សរ៍ឬក៏សតវត្សរ៍ច្រើនមកហើយនៅក្នុងវីដេអូនេះយើងទាំងអស់គ្នានឹងស្វែងយល់ឲ្យស៊ីជម្រៅនឹងច្បាប់បុរាណដែលរក្សាទីសក្ការៈដ៏អាចកំបាំងនេះឲ្យនៅដាច់ដោយឡែកពីពិភពលោកសម័យទំនើបចូលរួមស្វែងយល់ពីវីដេអូនឹងទាំងអស់គ្នាយើងនឹងស្វែងយល់អំពីអំណាច power ពិតប្រាកដនឹងការទទួលខុសត្រូវដ៏ធ្ងន់ធ្ងរបំផុតរបស់ Sorcerer Supreme ក្នុងការការពារពិភពនៃចក្រវាឡរបស់យើងអ្នកទាំងអស់គ្នាធ្លាប់ឆ្ងល់អត់នៅក្នុងពិភពMCU ដែលមានទាំង Stark Industry មានទាំងក្រុមហ៊ុន NASA ហើយសូម្បីតែ SHIELD ដែលមានផ្កាយរណបតាមដាមគ្រប់ឆបច្រកល្ហកនៅលើផែនដីហើយនោះតើមូលហេតុអ្វីបានជាទីក្រុងរបស់គ្រូវេទមន្តដ៏ធំមួយដូចជាកាមថាច់អាចលាក់ខ្លួនបានរាប់រយឆ្នាំនិយាយទៅវាមិនមែនគ្រាន់តែជាការលាក់ខ្លួននៅក្នុងភ្នំដាច់ស្រយាលដូចជាវ៉ាកណ្ដានោះទេកាមថាច់ស្ថិតនៅចំកណ្ដាលនៅទីក្រុងកាថ្មាន់ឌូនៃប្រទេសនេប៉ាល់តែម្ដងវាជាកន្លែងដែលមនុស្សរាប់ម៉ឺននាក់ដើរកាត់រាល់ថ្ងៃតែបែរជាគ្មានអ្នកណាដឹងគ្មានអ្នកណាចាប់អារម្មណ៍ថ្ងៃនេះយើងនឹងមកជជែកគ្នាអំពីអាចកំបាំងនៅពីក្រោយរឿងនេះវាមិនមែនគ្រាន់តែជាអវេទមន្តបំបាំងកាយធម្មតានោះទេតែវាតាក់ទងទៅនឹងយុទ្ធសាស្ត្រការការពារពិភពលោកនិងការសម្រេចចិត្តដ៏ខ្មៅងងឹតរបស់ The Ancient One ទៀតផងតោះអញ្ចឹងកុំឲ្យខាតពេលយូរយើងទៅមើលទាំងអស់គ្នាថាហេតុអីបានជាពិភពលោកយើងមិនស្គាល់កាមថាច់នោះសោះបែបនេះអញ្ចឹងទី1គឺការលាក់ខ្លួននៅកន្លែងដែលគេច្បាស់បំផុតឬក៏ hidden in the plain sight ឥឡូវយើងមកគិតមើលទាំងអស់គ្នាបើអ្នកទាំងអស់គ្នាជាគ្រូមុនអាគមហើយចង់លាក់ខ្លួនតើអ្នកទាំងអស់គ្នានឹងនៅកន្លែងណាមនុស្សភាគច្រើនប្រហែលជាគិតថាត្រូវតែនៅកោះដាច់ស្រយាលឬក៏នៅបាតសមុទ្រអញ្ចឹងមែនទេតែសម្រាប់ Camouflage គឺខុសគ្នាស្រឡះតាមពិតទៅការលាក់ខ្លួននៅកន្លែងដែលអ៊ូអរបំផុតគឺជាយុទ្ធសាស្ត្រដ៏ឆ្លាតវៃបំផុតមួយនៅក្នុងរឿង Doctor Strange វគ្គដំបូងនៅពេលដែល Stephen Strange ទៅដល់ខាត់ម៉ាន់ឌូគាត់ដើរទៅរកសួរកាមថាច់ស្ទើរគ្រប់គ្នាតែគ្មានអ្នកណាស្គាល់កាមថាច់ទេសំបីតែនៅពេលដែលគាត់ដើរទៅដល់មុខខ្លោងទ្វារឈើចាស់មួយក៏គាត់មិនដឹងថានឹងជាកន្លែងដែលគាត់កំពុងរកដែរត្រង់នឹងហើយដែលយើងត្រូវចាប់អារម្មណ៍កាមថាច់មិនបានប្រើវេទមន្តដើម្បីបំបាំងកាយឬតែគេប្រើវេទមន្តម្យ៉ាងដែលយើងអាចហៅបានថា misdirection ឬក៏ការបង្វែរអារម្មណ៍មនុស្សធម្មតាពេលដែលកាត់ទ្វារនោះគេនឹងឃើញត្រឹមតែជញ្ជាំងចាស់ឬផ្ទះធម្មតាមួយតែប៉ុណ្ណោះគូក្បាលរបស់ពួកគេនឹងប្រាប់ថាគ្មានអ្វីគួរឲ្យចាប់អារម្មណ៍នៅទីនោះទេហើយពួកគេក៏ដើរហួសទៅនិយាយទៅវាដូចជាការតម្លើង firewall នៅក្នុងប្រព័ន្ធកុំព្យូទ័រយើងអញ្ចឹងបើអ្នកមិនមែនជាមនុស្សដែលត្រូវបានគេអនុញ្ញាតឬក៏ជាមនុស្សដែលមានការតាំងចិត្តខ្ពស់ដូចជា Doctor Strange ឬក៏ Pangborn ទេនោះអ្នកទាំងអស់គ្នាមិនអាចមើលឃើញការពិតដែលនៅពីក្រោយទ្វារនោះបានឡើយហើយចំណុចនេះហើយដែលធ្វើឲ្យផ្កាយរណបរបស់ Tony Stark ឬក៏ SHIELD មិនអាចរកឃើញបានព្រោះផ្កាយរណបមានតែរូបខាងក្រៅតែมันអាចមើលធ្លុះដល់វិញ្ញាណនៃធម៌ពលនៃវេទមន្តគ្របដណ្ដប់នៅកន្លែងនោះបានទេទី2គឺជាតួនាទីរបស់ Sanctum និងការការពារផែនដីអ្នកទាំងអស់គ្នាប្រហែលជាឆ្ងល់បន្តទៀតថាចោះបើគេមិនចង់ឲ្យពិភពលោកស្គាល់ហេតុអីត្រូវមាន Sanctum នៅ New York London ហើយនិង Hong Kong ធ្វើអ្វីមិនមែននៅក្នុងព្រៃភ្នំឲ្យចប់ទៅពិតមែនហើយចំណុចនេះសំខាន់ណាស់កាមថាច់មិនមែនគ្រាន់តែជាសាលាបង្រៀនមន្តអាគមសម្រាប់ក្មេងៗទេតែវាគឺជាមជ្ឈមណ្ឌលនៃបញ្ជាការឬក៏ Command of Center សម្រាប់ការពារភពផែនដីពីការឈ្លានពានរបស់ពួក mystical threat ឬក៏សភាវៈផ្សេងមកពី dimension ផ្សេងវេទមន្តដែលលាក់កាមថាច់ឬក៏ Sanctum ទាំង3គឺវាបង្កើតជាខែលការពារម្យ៉ាងដែលហៅថា planetary shield នៅក្នុងពិភពលោកដឹងពីកន្លែងទាំងនោះវានឹងคล้ายទៅជាភាពគ្រោះថ្នាក់បំផុតគិតមើលទៅបើក្រុម Avenger ដឹងថាពួកមន្ត្រីរដ្ឋាភិបាលដឹងគេនឹងចាប់
ជាចង់មកគ្រប់គ្រងឬក៏ចង់មកសិក្សាឬក៏ចង់យកវេទមន្តមកធ្វើជាអាវុធសំខាន់មិនខានហើយនៅពេលនោះហើយដែលរឿងនឹងកើតឡើងតរយៈភាពនៃធម្មជាតិនឹងត្រូវបានខូចខាត The Ancient One គាត់ដឹងច្បាស់ថាមនុស្សលោកមិនទាន់ត្រៀមខ្លួនរួចរាល់សម្រាប់ការពិតមួយនេះទេនៅលោកចេះតែចង់ឈ្នះចង់គ្រប់គ្រងតែវេទមន្តមិនមែនសម្រាប់ប្រើនៅក្នុងរឿងបែបហ្នឹងទេចឹងហើយបានជាការនៅស្ងៀមស្ងាត់គឺជាជំរើសល្អបំផុតចំណុចទី3ហេតុអីបានជាមិនចេញទៅជួយ Avenger The Elephant in the Room មកដល់ត្រង់នេះយើងត្រូវតែនិយាយអំពីរឿងមួយដែល fan តែងតែជជែកគ្នាចោះនៅពេលពួកកងទ័ព Chitauri មកវាយ New York នៅក្នុង Avenger 2012ពួកគ្រូមន្តអាគមនោះទៅណាតាមពិតទៅនៅក្នុងរឿង Avenger Endgame យើងបានឃើញថា The Ancient One នៅលើដំបូលផ្ទះ The Sanctum នៅ New York នឹងឯងគាត់កំពុងតែវាយពួក Chitauri ឡើងខ្ទេចតែគាត់ធ្វើដោយស្ងប់ស្ងាត់បំផុតគាត់មិនដែលហោះចុះមកជួយ Captain America ឬក៏ Iron Man នៅកណ្ដាលផ្លូវហេតុអីទៅព្រោះភារកិច្ចរបស់ពួកគេគឺខុសគ្នាពួក Avenger មានតួនាទីការពារ Physicalឬក៏ការគម្រាមកំហែងដែលអាចមើលឃើញនឹងផ្នែកចំណែកឲ្យពួកគ្រូវេទមន្តនៅខមថាមានតួនាទីការពារ reality ឬក៏ការពិតនៃសកលលោកបើពួកគ្រូវេទមន្តចេញមុខជាសាធារណៈនោះអាចកំបាំងរបស់ពួកគេនឹងត្រូវបានលាតត្រដាងហើយនៅពេលដែលពិភពលោកស្គាល់ថាមានគ្រូវេទមន្តមកពួកសត្រូវពី dimension ផ្សេងដូចជា Dormammu ជាដើមក៏អាចនឹងងាយស្រួលរកច្រកចូលផែនដីបានជាងមុនដែរនិយាយឲ្យចំទៅគឺពួកគេជ្រើសរើសធ្វើជាអ្នកការពារដែលគ្មានអ្នកណាស្គាល់ឬក៏ The Silent Guardian ពួកគេសុខចិត្តឲ្យមនុស្សយល់ថាពួក Avenger គឺជាអ្នកសង្គ្រោះតែម្នាក់គត់ដើម្បីរក្សាភាពសម្ងាត់នៃវេទមន្តទុកសម្រាប់ការពាររឿងដែលធំជាសង្គ្រាមនៅលើផែនដីចំណុចទី4អាចកំបាំងដ៏ខ្មៅងងឹតរបស់ The Ancient One ឥឡូវយើងមកមើលចំណុចមួយដែលស៊ីចំណៅជាងនេះបន្តិចតើអ្នកទាំងអស់គ្នាធ្លាប់គិតទេថាការលាក់ខ្លួនរបស់ខមថាក៏ប្រហែលជាដើម្បីលាក់កំហុសរបស់ The Ancient One ដែរយើងដឹងហើយថា The Ancient One បានលួចប្រើធម៌ពលDark Dimension ដើម្បីឲ្យគាត់មានជីវិតអមតៈរាប់រយឆ្នាំនេះគឺដោយសារការបំពានច្បាប់ធម្មជាតិដ៏ធំមួយបើខមថាត្រូវពិភពលោកស្គាល់ហើយមានគ្រូវេទមន្តផ្សេងទៀតដែលដឹងពីរឿងនេះកាន់តែច្រើននោះអំណាចរបស់គាត់នឹងត្រូវរង្គោះរង្គើជាមិនខានការរក្សាខមថាឲ្យនៅដាច់ដライពីពិភពលោកធ្វើឲ្យ The Ancient One អាចគ្រប់គ្រងព័ត៌មាននិងចំណេះដឹងបានទាំងស្រុងគាត់ជ្រើសរើសតែសិស្សណាដែលគាត់ទុកចិត្តគាត់អាចលាក់ទុកសិភៅវេទមន្តដែលគ្រោះថ្នាក់វាជាការបង្កើតតំបន់សុវត្ថិភាពមួយសម្រាប់គាត់ដើម្បីបន្តការពារពិភពលោកតាមវិធីដែលគាត់យល់ថាត្រូវបើទោះបីជាត្រូវចំណាយដល់ការភូតផលខ្លះក៏ដោយគិតមើលទៅបើគ្មានការលាក់ខ្លួននោះទេស្រេងក៏ប្រហែលជាគ្មានឱកាសបានមករៀនវេទមន្តនឹងដែរព្រោះរដ្ឋាភិបាលច្បាស់ជាបិទកន្លែងនឹងបាត់ទៅហើយតាំងដឹងថាមានគ្រោះថ្នាក់នោះមកចំណុចទី5 Mirror Dimension កន្លឹះនៃការលាក់ខ្លួនដ៏អស្ចារ្យបំផុតត្រង់នឹងហើយដែលយើងត្រូវនិយាយពីបច្ចេកទេស Mirror Dimension នេះគឺជាអ្វីដែលធ្វើឲ្យខមថាពិសេសខុសពីទីក្រុងសម្ងាត់ដទៃទៀតនៅក្នុងរឿង Doctor Strange យើងឃើញថាគ្រូវេទមន្តអាចវឹកហាត់អាចវាយគ្នាអាចផ្ដួលរំលំអគារទាំងមូលបានដោយមិនប៉ះពាល់ដល់ពិភពលោកខាងក្រៅសូម្បីតែបន្តិចពួកគេរស់នៅក្នុងពិភពស្របឬក៏ parallel world នេះហើយគឺជាមូលហេតុដែលគ្មានអ្នកណាដឹងទោះបីខមថាមានគ្រូវេទមន្តរាប់រយនាក់កំពុងហោះហើរឬក៏ប្រើរន្ទះបាញ់វេទមន្តអីក៏ដោយក៏មនុស្សធម្មតានៅតាមផ្លូវនៅទីក្រុងខាត់ម៉ាន់ឌូឃើញត្រឹមតែភាពស្ងប់ស្ងាត់ដដែលសម្រាប់ពួកគេខមថាគឺជាផ្ទះចាស់មួយខ្នងដែលសម្រាប់តែអ្នករៀនវេទមន្តគឺជាអាណាចក្រដ៏ធំធេងបំផុតដែលគ្មានព្រំដែនកំណត់និយាយទៅដូចជាយើងរស់នៅក្នុងបន្ទប់មួយតែម្នាក់ឯងនៅជាន់ផ្ទាល់ដីម្នាក់ទៀតជាន់ទី2អញ្ចឹងយើងដឹងថាមានគេនៅទីហ្នឹងតែយើងមើលមិនឃើញគ្នាហើយក៏មិនរំខានគ្នាដែរនេះគឺជាភាពវៃឆ្លាតនៃលំហដែលវេទមន្តរបស់ខមថាបានបង្កើតឡើងចំណុចទី6ការផ្លាស់ប្ដូរក្នុងសម័យកាលរបស់ Doctor Strange តែរឿងរ៉ាវបានចាប់ផ្ដើមប្រែប្រួលបន្ទាប់ពី Doctor Strange ក្លាយទៅជា Sorcerer Supreme កាលពីមុនខមថាគឺលាក់ខ្លួនចិត្តតែម្ដងតែសម័យក្រោយមកជាពិសេសនៅក្នុង Spider-Man No Way Home និង Doctor Strange in the Multiverse of Madnessយើងឃើញថា Strange ចាប់ផ្ដើមមានទំនាក់ទំនងជាមួយពួក Avenger កាន់តែច្រើនទោះបីជាយ៉ាងណាក៏ដោយខមថានៅតែរក្សាភាពសម្ងាត់
ចំពោះសាធារណជនដដែលហេតុអ្វីទៅព្រោះស្រេងដឹងច្បាស់ថាអ្នកណាទាំងអស់ថាចំណេះដឹងគឺជាគ្រោះថ្នាក់ការដែលមនុស្សគ្រប់គ្នាដឹងពីរបៀបប្រើ sliding ring ឬក៏ដឹងពីអស្ថិរភាពនៃ multiverse វានឹងអាចធ្វើឲ្យចក្រវាឡទាំងមូលនឹងវឹកវរគិតមកទៅបើគ្រាន់តែ Peter Parker ម្នាក់ចង់ឲ្យគេបំភ្លេចខ្លួនឯងសឹងតែធ្វើឲ្យចក្រវាឡបែកបាក់ទៅហើយចោះទម្រាំមនុស្សរាប់លានអ្នកដែលមានសិទ្ធិចូលទៅខម្មថច្ចទៀតតើវានឹងទៅជាយ៉ាងណាអញ្ចឹងហើយការលាក់ខ្លួនមិនមែនធ្វើឡើងដើម្បីតែភាពអាត្មានិយមនោះទេតែវាគឺជាការទទួលខុសត្រូវការនៅពីក្រោយស្រមោលគឺជាតម្លៃដែលពួកគេត្រូវលះបង់ដើម្បីរក្សាឲ្យពិភពលោកខាងក្រៅអាចរស់នៅបានយ៉ាងមានសន្តិភាពនិងកាមរបៀបធម្មជាតិបំផុតសរុបមកវិញខម្មថច្ចមិនមែនគ្រាន់តែជាទីកន្លែងដែលគេរកមិនឃើញដោយសារតែស្ថិតនៅក្នុងកន្លែងដាច់ស្រយាលនោះទេតែវាត្រូវបានលាក់ដោយស្រទាប់នៃអវេទមន្តយុទ្ធសាស្ត្របង្វែរអារម្មណ៍និងការសម្រេចចិត្តដ៏ម៉ឺងម៉ាត់របស់គ្រូវេទមន្តចំនួនមុនវារស់នៅចំកណ្ដាលភ្នែកយើងតែម្ដងតែយើងមើលមិនឃើញព្រោះយើងមិនទាន់ត្រៀមខ្លួនរួចរាល់ដើម្បីយល់ពីវាខម្មថច្ចគឺជាការរំលឹកមួយដល់យើងឃើញថាក្នុងពិភពលោកនេះនៅមានរឿងរ៉ាវច្រើនទៀតដែលវិទ្យាសាស្ត្រឬក៏ផ្កាយរណបសត្វឡាយមិនអាចបញ្យល់បានហើយជួនកាលការដែលយើងមិនដឹងក៏អាចជាសុភមង្គលម្យ៉ាងដែរចោះអ្នកទាំងអស់គ្នាយល់យ៉ាងម៉េចដែរតើអ្នកទាំងអស់គ្នាគិតថាពិភពលោកដែលស្គាល់ខម្មថច្ចជាសាធារណៈវានឹងមានរឿងអ្វីល្អនោះទេឬក៏វាអាចនឹងមានរឿងអាក្រក់ច្រើនជាងហ្នឹងហើយអ្នកទាំងអស់គ្នាមាន slide ring មួយតើកន្លែងដំបូងដែលអ្នកទាំងអស់គ្នាចង់ទៅជាកន្លែងណាកុំភ្លេចបញ្ចេញមតិយោបល់របស់អ្នកទាំងអស់គ្នានៅខាងក្រោមដើម្បីជជែកគ្នាជាមួយខ្ញុំបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តវីដេអូបែបនេះកុំភ្លេចចុច like និង subscribe ម្នាក់មួយផងជួបគ្នានៅវីដេអូក្រោយអរគុណបាយបាយ